សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់ Channel ចេញលងដែលរឿងរ៉ាវរបស់យើងនៅថ្ងៃនេះគឺនិយាយអំពីប្អូនប្រុសម្នាក់ដែលកាលពីគាត់នៅពីក្មេងគឺគាត់បានជួបហេតុការណ៍ដ៏រន្ធត់ខ្លាំងមែនទែនហើយហេតុការណ៍នីមួយៗដែលបានកើតឡើងហ្នឹងវាពិតជាសាហាវនិងគួរឲ្យខ្លាចខ្លាំងមែនទែនអញ្ចឹងចង់ដឹងថាហេតុការណ៍ទាំងនោះវាបានកើតឡើងទៅលើរូបគាត់ហើយតើគាត់នឹងទៅជាយ៉ាងណាអញ្ចឹងកុំឲ្យខាត់ពេលយូរតោះយើងចូលទៅស្ដាប់សាច់រឿងរបស់គាត់ទាំងអស់គ្នាហើយ admin ក៏សូមឲ្យបងប្អូនទាំងអស់គ្នាដែលមកស្ដាប់សាច់រឿងរបស់យើងកុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងដោយ Channel admin ម្នាក់មួយផងដើម្បីទទួលបានសាច់រឿងរបស់យើងបន្តទៀតតោះអញ្ចឹងយើងចូលទៅស្ដាប់សាច់រឿងរបស់គាត់ទាំងអស់គ្នាដែលរឿងរ៉ាវរបស់យើងថ្ងៃនេះគឺនិយាយអំពីប្អូនប្រុសម្នាក់ដែលគាត់បានចែករំលែកដែលគាត់សុំមិនបញ្ចេញឈ្មោះនោះទេហើយខ្ញុំក៏សូមដាក់ឈ្មោះគាត់ថាឈ្មោះសីហាដើម្បីងាយស្រួលហៅដែលរឿងរ៉ាវនៅផងដែរគឺវាបានកើតឡើងកាលពីឆ្នាំ2012ដែលកាលនោះគាត់ថាគឺវាបានកើតឡើងកាលពីគាត់នៅមានអាយុ7-8ឆ្នាំតែប៉ុណ្ណោះហើយបងសីហានឹងផងដែរគាត់គឺជាអ្នករស់នៅក្នុងខេត្តមួយហើយខេត្តដែលគាត់រស់នៅហ្នឹងគឺវាសម្បូរទៅដោយដើមត្នោតចំណែកផ្ទះរបស់គាត់ហ្នឹងគឺគាត់បាននិយាយថាគាត់រស់នៅក្នុងភូមិមួយដែលភូមិរបស់គាត់ហ្នឹងគឺមានចម្ងាយឆ្ងាយពីទីរួមខេត្តខ្លាំងមែនទែនហើយអ្នកដែលរស់នៅក្នុងភូមិរបស់គាត់ហ្នឹងគឺគាត់បាននិយាយថាអ្នករស់នៅក្នុងភូមិរបស់គាត់ហ្នឹងភាគច្រើនពួកគាត់គឺជាអ្នកធ្វើស្រែចម្ការហើយនឹងដាំដំណាំហើយនឹងចិញ្ចឹមសត្វប៉ុន្តែភាគច្រើនគឺជាអ្នកធ្វើស្រែចម្ការព្រោះដោយសារតែនៅតំបន់របស់គាត់ហ្នឹងគឺវាមានសភាពថាដីស្រែចម្ការហ្នឹងគឺធំខ្លាំងមែនទែនហើយនៅក្នុងភូមិរបស់បងសីហាហ្នឹងផងដែរហ្នឹងគាត់ថានៅក្នុងភូមិរបស់គាត់ហ្នឹងគឺមិនទាន់ទំនើបដូចនៅក្នុងភូមិគេផ្សេងទៀតនោះទេដោយក្នុងភូមិរបស់គាត់ហ្នឹងភាគច្រើនគឺគេមានតែរទេះគោតែប៉ុណ្ណោះចំណែកគោយន្តហើយនឹងអាត្រាក់ទ័រអីវិញគឺមិនទាន់មាននោះទេក្រោយមកទៀតហ្នឹងបងសីហាគាត់បាននិយាយថាកាលនោះពេលដែលគាត់មានអាយុ7-8ឆ្នាំហ្នឹងពេលហ្នឹងបងប្អូនជីដូនមួយរបស់គាត់ហ្នឹងក៏បានបបួលគាត់ដើម្បីទៅស្រែបានជាគ្នាហើយគាត់ថាពេលដែលគាត់ទៅហ្នឹងគឺមានគ្នាចំនួនទាំងអស់3នាក់ហើយគាត់ថាស្រែរបស់ពួកគាត់ហ្នឹងគឺនៅក្បែរភូមិមួយដែលភូមិនឹងផងដែរគឺមិនមានមនុស្សរស់នៅនោះទេហើយគាត់ថាស្រែចម្ការរបស់ពួកគាត់ហ្នឹងគឺនៅហួសភូមិនឹងបន្តិចប៉ុន្តែសម្រាប់ផ្លូវដែលគាត់ធ្វើដំណើរហ្នឹងគាត់ថាវារាងស្ងាត់ខ្លាំងមែនតើហើយមានដើមឈើហើយនឹងព្រៃហ្នឹងដុះនៅសងខាងផ្លូវហ្នឹងគឺវាមានសភាពធំហើយនឹងមានស្មៅក្រាស់ខ្លាំងមែនតើហើយចំណែកនៅលើផ្លូវហ្នឹងទៅមុខទៀតហ្នឹងគាត់ថាគឺមានដើមប្រេងខ្យល់មួយតែដើមប្រេងខ្យល់ហ្នឹងផងដែរដែលចាស់ដែលរស់នៅក្នុងភូមិរបស់បងសីហាគាត់តែងតែនិយាយថានៅកន្លែងដើមប្រេងខ្យល់ហ្នឹងគឺគេបានយកអ្នកដែលគេបានស្លាប់កាលពីចំនួនពលពតហ្នឹងយកទៅកប់ចោលនៅក្បែរដើមប្រេងខ្យល់ហ្នឹងគឺច្រើនខ្លាំងអញ្ចឹងហើយចាស់ដែលរស់នៅក្នុងភូមិរបស់បងសីហាហ្នឹងពួកគាត់ក៏បាននិយាយថានៅម្ដុំកន្លែងដើមប្រេងខ្យល់ហ្នឹងគឺមានព្រាយមានខ្មោចច្រើនខ្លាំងមែនទែនបន្តមកទៀតពេលហ្នឹងបងសីហានៅពេលដែលបងប្អូនជីដូនមួយរបស់គាត់ហ្នឹងបបួលគាត់ទៅស្រែហ្នឹងគាត់ក៏អត់មានចំទាស់បដិសេធជាមួយនឹងបងប្អូនជីដូនមួយរបស់គាត់ដែរដែលគាត់ថាពេលហ្នឹងគឺគាត់នៅរៀងក្មេងៗហ្នឹងគឺគាត់របៀបថានៅចង់សប្បាយនៅចង់អីអញ្ចឹងហើយក៏គាត់ហ្នឹងសម្រេចចិត្តថាទៅជាមួយបងប្អូនជីដូនមួយរបស់គាត់ក្រោយមកទៀតនៅថ្ងៃដែលបងសីហាគាត់ចេញដំណើរហ្នឹងគាត់ថានៅម៉ោង4ទៀបភ្លឺហ្នឹងពួកគាត់ក៏បានចេញដំណើរជិះទៅស្រែរបស់ពួកគាត់ដោយការធ្វើដំណើររបស់ពួកគាត់ហ្នឹងគាត់ថាគឺពួកគាត់ហ្នឹងជិះរទេះគោដើម្បីទៅស្រែហ្នឹងអញ្ចឹងនៅពេលដែលបងសីហាគាត់ជិះលើរទេះគោជាមួយនឹងបងប្អូនជីដូនមួយរបស់គាត់ទាំងអស់ហ្នឹងចំនួន3នាក់ហ្នឹងគាត់ថាតាមផ្លូវដែលជិះទៅហ្នឹងគឺវាមានសភាពស្ងាត់ហើយដើមឈើដែលដុះនៅតាមផ្លូវហ្នឹងគឺវាមើលទៅគួរឲ្យខ្លាចខ្លាំងមែនទែនហើយគាត់ថានៅថ្ងៃដែលគាត់បានទៅស្រែហ្នឹងគឺអត់មានអ្នកភូមិគេផ្សេងទៀតហ្នឹងងើបពីព្រលឹមហ្នឹងទៅស្រែជាមួយគាត់នោះទេដែលគាត់ថានៅថ្ងៃហ្នឹងគឺមានតែពួកគាត់ហ្នឹងទៅតែមួយរទេះគោតែប៉ុណ្ណោះបន្តមកទៀតនៅពេលដែលពួកគាត់ហ្នឹងបានធ្វើដំណើរជិះរទេះគោហ្នឹងទៅដល់កន្លែងភូមិមួយក្រោយមកទៀតបងប្អូនជីដូនមួយរបស់បងសីហាហ្នឹងគាត់ក៏បានប្រាប់បងសីហាថាសីហានៅខាងមុខហ្នឹងគឺមានដើមប្រេងខ្យល់មួយដែលកន្លែងដើមប្រេងខ្យល់ហ្នឹងគាត់ថាពេលដែលយើងទៅដល់កន្លែងចំណុចដើមប្រេងខ្យល់ហ្នឹងកុំឲ្យសីហាអីហ្នឹងបើកភ្នែកមើលទៅលើដើមប្រេងខ្យល់ហ្នឹងអីអញ្ចឹងនៅពេលហ្នឹងគ្រាន់តែឮបងប្អូនជីដូនមួយរបស់គាត់ប្រាប់គាត់អញ្ចឹងពេលហ្នឹងបងសីហាគាត់ក៏គិតក្នុងចិត្តថាអីគេលោកចាស់គាត់ចេះតែនិយាយបន្លាចគាត់អីអញ្ចឹងទៅហើយណាមួយគាត់គិតម្យ៉ាងទៀតគាត់គិតថាប្រហែលជាចាស់ចេះតែនិយាយបន្លាចគាត់អីអញ្ចឹងណា
ក្រោយមកទៀតនៅពេលដែលពួកគាត់បានជិះដល់កន្លែងដើមប្រេងខ្យល់ហ្នឹងបងសីហាគាត់ថាគាត់អត់បានបើកភ្នែកមើលទៅលើកន្លែងដើមប្រេងខ្យល់ហ្នឹងទេរហូតដល់ពួកគាត់ក៏បានជិះទៅដល់កន្លែងស្រែរបស់ពួកគាត់នៅពេលដែលគាត់បានទៅដល់ស្រែហ្នឹងបងប្អូនចំនួនមួយរបស់បងសីហាហ្នឹងពួកគាត់ទាំងពីរនាក់ហ្នឹងគឺទៅកន្លែងស្រែហ្នឹងដើម្បីទៅធ្វើស្រែរបស់ពួកគាត់ហ្នឹងចំណែករទេះគោដែលពួកគាត់បានទៅហ្នឹងបងប្អូនចំនួនមួយរបស់គាត់ហ្នឹងគឺឲ្យបងសីហាហ្នឹងនៅអង្គុយចាំនៅកន្លែងហ្នឹងទៅគាត់ថានៅថ្ងៃហ្នឹងផងដែរគឺបងសីហានឹងអង្គុយចាំនៅកន្លែងរទេះគោនោះគាត់ថាវាមានសភាពស្ងាត់ខ្លាំងមែនទែនដោយនៅកន្លែងស្រែរបស់ពួកគាត់ហ្នឹងគឺមិនសូវជាមានស្រែរបស់អ្នកភូមិនៅក្បែរស្រែរបស់ពួកគាត់ហ្នឹងនោះទេបន្តមកទៀតនៅថ្ងៃហ្នឹងផងដែរគាត់ថាពេលដែលបងប្អូនចំនួនមួយរបស់គាត់ហ្នឹងធ្វើស្រែរហូតដល់ល្ងាចគាត់ថាម៉ោងប្រហែលជាខ្ទង់ម៉ោង6ពួកគាត់ក៏បានត្រឡប់មកកន្លែងរទេះគោហ្នឹងវិញហើយពួកគាត់ក៏បានត្រឡប់ទៅផ្ទះរបស់ពួកគាត់ដោយពេលហ្នឹងផងដែរបងសីហាគាត់ថានៅពេលដែលគាត់នៅពីទូចគឺគាត់តែងតែជិះនៅលើរទេះគោហ្នឹងគាត់ថាគឺគាត់ជិះនៅផ្នែកខាងក្រោយនៅពេលដែលគាត់ត្រឡប់មកផ្ទះវិញហ្នឹងជាទូទៅគឺគាត់តែងតែអង្គុយបែរមុខទៅខាងក្រោយហ្នឹងដើម្បីមើលទេសភាពឬក៏អង្គុយយកជើងលេងនៅខាងក្រោយហ្នឹងណាដោយកាលនោះគឺគាត់បានភ្លេចនៅពាក្យដែលបងចដូនមួយរបស់គាត់ហ្នឹងបានប្រាប់គាត់ថានៅពេលដែលគាត់បានទៅដល់កន្លែងដើមប្រេងខ្យល់ហ្នឹងគឺគាត់មិនឲ្យបើកភ្នែកមើលនោះទេអញ្ចឹងក្រោយពេលដែលពួកគាត់បានជិះរទេះគោត្រឡប់ទៅផ្ទះវិញនៅពេលចំណុចដែលពួកគាត់បានទៅដល់កន្លែងដើមប្រេងខ្យល់ហ្នឹងស្រាប់តែពេលហ្នឹងបងសីហាគាត់កំពុងតែអង្គុយនៅកន្លែងរទេះគោផ្នែកខាងក្រោយហ្នឹងរបៀបថាគាត់អង្គុយយកជើងលេងមើលព្រៃមើលអីហ្នឹងគាត់ក៏បានភ្លេចថាបងប្អូនចដូនមួយរបស់គាត់ហ្នឹងហាមិនឲ្យមើលទៅលើដើមប្រេងខ្យល់ហ្នឹងស្រាប់តែពេលហ្នឹងបងសីហាគាត់ក៏បានច្រឡំថាគាត់មើលទៅកន្លែងដើមប្រេងខ្យល់ហ្នឹងពេលហ្នឹងបងសីហាគាត់ក៏បានឃើញព្រាយស្រីម្នាក់ដែលព្រាយស្រីម្នាក់ហ្នឹងគឺកំពុងតែឈរនៅលើដើមប្រេងខ្យល់ហ្នឹងហើយគាត់ថាភ្នែកវាគឺឡើងក្រហមមុខវាប្រឡាក់សិតតែឈាមសភាពដែលគាត់បានឃើញហ្នឹងនិយាយទៅគួរឲ្យខ្លាចខ្លាំងមែនទែនពេលហ្នឹងបងសីហាគាត់អង្គុយនៅកន្លែងរទេះគោផ្នែកខាងក្រោយហ្នឹងពេលដែលគាត់ឃើញហើយពេលហ្នឹងគាត់ថាគាត់ឡើងគាំងឡើងស្ងៀមហ្មងពុកម៉ែបងប្អូនគឺគាត់កម្រើអត់កើតនោះទេរបៀបថាគាត់ឡើងស្លុតណាបន្ទាប់មកគាត់ថានៅពេលដែលគាត់កំពុងតែជិះរទេះគោហ្នឹងទៅគាត់ថាអាព្រាយដែលគាត់បានឃើញនៅលើដើមប្រេងខ្យល់ហ្នឹងវាក៏បានទម្លាក់ខ្លួនចុះមកយឺតហើយគាត់ថាអាព្រាយហ្នឹងគឺវាហោះដេញតាមបងសីហាតាមក្រោយរហូតពេលហ្នឹងបងសីហាគឺគាត់ភ័យខ្លាចខ្លាំងមែនទែនស្រាប់តែពេលហ្នឹងចៃដន្យអីរទេះគោរបស់ពួកគាត់ហ្នឹងក៏បានជិះទៅធ្លាក់ហូបមួយដែលធ្វើឲ្យបងសីហាពេលហ្នឹងគឺគាត់ក៏អាចកម្រើកដៃកម្រើកខ្លួនបានណាហើយគាត់ក៏បានស្រែកប្រាប់ថាខ្មោចលងពេលហ្នឹងបងប្អូនចំនួនមួយរបស់ពួកគាត់ហ្នឹងក៏បានឈប់រទេះគោហើយបងប្អូនចំនួនមួយរបស់គាត់ក៏បានចុះទៅខាងក្រោយមើលថាមានខ្មោចលងប្អូនគាត់អីអត់អញ្ចឹងណាក្រោយមកគាត់ក៏អត់មានឃើញពីណាគេនៅខាងក្រោយរទេះគោនឹងគាត់ដែរដោយប្អូនរបស់គាត់ក៏ថាមិញហ្នឹងខ្ញុំឃើញព្រាយស្រីម្នាក់នៅលើដើមប្រេងខ្យល់ហើយវាបានហោះចុះមកដេញតាមខ្ញុំអញ្ចឹងនៅពេលហ្នឹងបងប្អូនចំនួនមួយរបស់គាត់ហ្នឹងនៅពេលដែលគាត់ចុះទៅហ្នឹងគឺគាត់អត់ឃើញទេបន្ទាប់មកបងប្អូនចំនួនមួយរបស់គាត់ហ្នឹងក៏បានឡើងមកជិះរទេះគោហើយគាត់ក៏បានប្រាប់បងសីហាហ្នឹងឲ្យឡើងរទេះគោមកជិះនៅខាងមុខជាមួយពួកគាត់ទៅហើយគាត់ថានៅពេលដែលពួកគាត់បានត្រឡប់ទៅផ្ទះរបស់គាត់វិញហ្នឹងគាត់ថាបងសីហាហ្នឹងគឺយំបដាលខ្លាចបដាលរហូតដល់ពួកគាត់ហ្នឹងបានទៅដល់ផ្ទះក្រោយមកបងប្អូនចំនួនមួយរបស់គាត់ហ្នឹងក៏បានយករឿងដែលបងសីហាគាត់បានជួបនៅកន្លែងដើមប្រេងខ្យល់ហ្នឹងយកទៅនិយាយប្រាប់របស់ម៉ាក់គាត់បន្ទាប់មកនៅពេលដែលពួកគាត់និយាយប្រាប់ហើយហ្នឹងម៉ាក់របស់បងសីហាហ្នឹងគាត់ក៏បាននាំបងសីហាទៅស្រោចទឹកបន្ទាប់មកគាត់ក៏បាននិយាយប្រាប់បងសីហាថាថ្ងៃក្រោយហ្នឹងកុំឲ្យសីហាអីហ្នឹងទៅកន្លែងដើមប្រេងខ្យល់ហ្នឹងទៀតអីព្រោះដោយសារតែនៅកន្លែងដើមប្រេងខ្យល់ហ្នឹងកន្លែងហ្នឹងគឺគេមិនសូវមានអ្នកទៅនោះទេហើយកន្លែងដើមប្រេងខ្យល់ហ្នឹងគឺមានព្រាយមានខ្មោចលងច្រើនខ្លាំងមែនតើអញ្ចឹងហើយថ្ងៃក្រោយកុំឲ្យគាត់ទៅកន្លែងហ្នឹងទៀតអីអញ្ចឹងនៅពេលដែលម៉ាក់របស់បងសីហាគាត់និយាយប្រាប់គាត់អញ្ចឹងហើយគាត់ថានៅថ្ងៃក្រោយមកទៀតហ្នឹងពេលដែលបងប្អូនចំនួនមួយរបស់គាត់ហ្នឹងបបួលគាត់ឡើងទៅស្រែទៅពេលព្រលឹមហ្នឹងគឺគាត់អត់ចង់ទៅនោះទេដោយហេតុថាខ្លាចជួបហេតុការណ៍ហ្នឹងម្ដងទៀតអញ្ចឹងគាត់ក៏បានប្រាប់បងប្អូនចំនួនមួយរបស់គាត់ហ្នឹងបើសិនជាចង់ទៅស្រែអីហ្នឹងគឺពួកគាត់ហ្នឹងទៅពេលព្រឹកពេលអីហ្នឹងមិនគាត់ទៅក្រោយមកទៀតរំលងប្រហែលជាបាន2ខែពេលហ្នឹងបងប្អូនចំនួនមួយរបស់បងសីហាហ្នឹងពួកគាត់ក៏បានទៅកន្លែងស្រែហ្នឹងម្ដងទៀតដើម្បីទៅមើលស្រែរបស់ពួកគាត់ថាតើវាមានទឹកគ្រប់គ្រាន់នៅលើស្រែរបស់ពួកគាត់អត់អញ្ចឹងនៅពេលដែលបងប្អូនចំនួនមួយរបស់ពួកគាត់ហ្នឹងគឺទៅគាត់ថាទៅតាមម្នាក់ឯងនោះទេគាត់ថាពេលដែលគាត់ទៅហ្នឹងគឺពេលព្រឹក
តែនៅពេលដែលពួកគាត់ត្រឡប់មកវិញហ្នឹងគាត់ថានៅកន្លែងស្រែហ្នឹងគឺដោយសារតែមានគេមានឯងនៅកន្លែងស្រែហ្នឹងគឺគាត់វក់លេងនៅកន្លែងស្រែហ្នឹងហើយដែលហេតុថាការវក់លេងរបស់គាត់ហ្នឹងវារៀងជ្រុលម៉ោងទើបគាត់ក៏ត្រឡប់មកផ្ទះវិញហ្នឹងគឺវារៀងល្ងាចអីហើយអញ្ចឹងនៅពេលដែលគាត់ត្រឡប់មកផ្ទះរបស់គាត់វិញគឺគាត់បានជិះមកដល់ចំណុចកន្លែងដើមប្រេងខ្យល់ហ្នឹងហើយគាត់ក៏ភ្លេចខ្លួនថានៅកន្លែងដើមប្រេងខ្យល់ហ្នឹងគឺមានខ្មោចមានព្រាយនៅចាំកន្លែងហ្នឹងច្រើនខ្លាំងមែនទែននៅពេលដែលបងប្អូនចំនួនមួយរបស់គាត់ហ្នឹងជិះរទេះគោដល់ចំណុចកន្លែងដើមប្រេងខ្យល់ហ្នឹងស្រាប់ថាបងប្អូនចំនួនមួយរបស់គាត់ពេលហ្នឹងឃើញព្រាយស្រីម្នាក់កំពុងតែអង្គុយនៅលើដើមប្រេងខ្យល់ហ្នឹងហើយគាត់ថាវាអង្គុយយល់ជើងយល់ទៅយល់មកណាហើយវាបានសម្លឹងមកលើបងចំនួនមួយរបស់គាត់ដែលវាបាននិយាយថាហើយឃើញអញមែនពេលហ្នឹងបងប្អូនចំនួនមួយរបស់គាត់ថាគាត់ភ័យខ្លាចខ្លាំងមែនទែនគាត់ព្យាយាមជិះរទេះគោហ្នឹងឲ្យវាបទៅលឿនណាប៉ុន្តែពេលហ្នឹងរទេះគោគឺអត់លឿននោះទេយើងដឹងស្រាប់ហើយគោវាដើរយឺតអញ្ចឹងឯងអញ្ចឹងគាត់ថាពេលហ្នឹងអាព្រាយដែលវានៅឈរនឹងអង្គុយកន្លែងដើមប្រេងខ្យល់ហ្នឹងគឺវាហត់ដេញតាមគាត់ថាពេលហ្នឹងគាត់ស្រែកផងគាត់យំផងរហូតដល់ចំណុចមួយរៀងឆ្ងាយពីកន្លែងដើមប្រេងខ្យល់ហ្នឹងទើបព្រាយហ្នឹងវាលែងហត់ដេញតាមគាត់ពេលហ្នឹងណាបងប្អូនចំនួនមួយរបស់គាត់គឺគាត់ខ្លាចខ្លាំងមែនទែនហើយនៅពេលដែលគាត់ត្រឡប់មកដល់កន្លែងផ្ទះគាត់វិញគាត់ក៏បានយករឿងហ្នឹងទៅប្រាប់ម៉ាក់របស់គាត់ដែរដែលគាត់ថាពេលដែលគាត់ត្រឡប់មកពីមើលស្រែហ្នឹងវិញហើយគាត់ក៏បានដល់ចំណុចកន្លែងដើមប្រេងខ្យល់ហ្នឹងគាត់ក៏បានជួបព្រាយម្នាក់កំពុងតាំងគួយនៅលើដើមប្រេងខ្យល់ហ្នឹងហើយគាត់ថាព្រាយហ្នឹងវាហោះដេញតាមគាត់រហូតហើយគាត់ថាពេលហ្នឹងគាត់ខ្លាចខ្លាំងមែនទែនពេលហ្នឹងម៉ាក់របស់បងប្អូនចំនួនមួយរបស់គាត់ហ្នឹងក៏បាននិយាយប្រាប់គាត់ថាថ្ងៃក្រោយបើទៅឡើងស្រែហ្នឹងមកវិញហ្នឹងកុំឲ្យពេលល្ងាចអីមកវិញពេលថ្ងៃទៅព្រោះដោយសារថាកន្លែងហ្នឹងគឺមានខ្មោចមានព្រាយច្រើនអញ្ចឹងហើយពេលដែលត្រឡប់មកផ្ទះវិញគឺក៏មកនៅពេលល្ងាចឲ្យគាត់ហ្នឹងត្រឡប់មកពេលថ្ងៃពេលអីវិញធម្មតាណាអញ្ចឹងរឿងរ៉ាវដែលគាត់បានជួបប្រទះហ្នឹងគឺមានតែប៉ុណ្្នឹងនោះទេតើបងប្អូនទាំងអស់គ្នាហ្នឹងយល់យ៉ាងណាដែរចំពោះសាច់រឿងរបស់គាត់ហើយមានក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលខំចំណាយពេលស្ដាប់សាច់រឿងរបស់យើងតាំងពីដើមរហូតដល់ទីបញ្ចប់ហើយប្រសិនបើខ្ញុំនិយាយទៅខុសឬប្រើពាក្យពេចន៍សម្ដីមិនសមត្រង់ចំណុចណាមួយហ្នឹងសូមពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងខន្តីអភ័យទោសមកដល់ admin ផងហើយប្រសិនបើពុកម៉ែបងប្អូនទាំងអស់គ្នាហ្នឹងពេញចិត្តនៃការនិយាយរឿងរបស់ admin ហ្នឹងកុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងដល់ Channel admin មួយផងដើម្បីទទួលបាននូវសាច់រឿងរបស់យើងបន្តទៀតហើយជាចុងក្រោយមានតែពាក្យថាអរគុណដល់បងប្អូនទាំងអស់គ្នាជូនពរបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អសុខភាពល្អហើយសាច់រឿងរបស់យើងនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអញ្ចឹងយើងជួបគ្នានៅវីដេអូបន្ទាប់បាយបាយ